ក្រុមហ៊ុនថ្មីរបស់លោកញ៉ាហុងជីនឈុនទទួលបានសិទ្ធិសាងសង់អគារស្នាក់ការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតក្រុមហ៊ុនបុតសម្ព័ន្ធថ្មីដែលមានឈ្មោះថា Chunsing Construction របស់លោកញ៉ាហុងជីនឈុនស្ថាបនិកក្រុមហ៊ុន Chunsing Group ដែលទទួលការម៉ៅការសាងសង់សំណង់អគារធំៗថ្មីនេះទទួលបានការដេញថ្លៃម៉ៅការសាងសង់ឲ្យធ្វើអគារស្នាក់នៅរបស់មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងដែលអគារនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសិទ្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសួនសុភីអគារស្នាក់នៅថ្មីនេះទើបសូត្រមន្តក្រុងពាលីបុកគ្រឹះសាងសង់កាលពីថ្ងៃច័ន្ទទី9ខែធ្នូឆ្នាំ2024នេះដែលមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមអភិសិទ្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវកែសួនសុភីផ្ទាល់តែម្ដងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំខេត្តលោកអ្នកអង្គការមួយចំនួនផងដែរសូមជម្រាបជូនថាលោកញ៉ាហុងជីនឈុនគឺជាស្ថាបនិកក្រុមហ៊ុន Chunsing Group ដែលរួមមានក្រុមហ៊ុនបុតសម្ព័ន្ធផ្សេងៗទៀតដូចជា Borei Chuntin, Chunsing City, Chunsing Construction ហើយលោកញ៉ាក៏ជាប្រធាននៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីការអភិវឌ្ឍហើយបានឈានជើងចូលប្រឡូកនៅក្នុងវិស័យសំណង់និងអចលនទ្រព្យអស់រយៈពេលប្រមាណជាង10ឆ្នាំមកហើយលោកញ៉ាបានចាប់ផ្ដើមតស៊ូតាំងពីធ្វើជាមេការសំណង់រហូតក្លាយជាស្ថាបនិកក្រុមហ៊ុន Chunsing Group ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជននៅក្នុងវិស័យសំណង់និងអចលនទ្រព្យនាទឹកដីក្រុងបាវិតខេត្តស្វាយរៀងព្រមទាំងនៅតាមបណ្ដាខេត្តផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា